សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តពេលនេះនិងញាតិញោមពុទ្ធបរិស័ទទីចិត្តទីឆ្ងាយទាំងក្នុងនិងក្រៅប្រទេសនាព្រឹកថ្ងៃទី30 ខែធ្នូឆ្នាំ2025នេះខ្ញុំប្រកាសណាអាត្មាភាពជាព្រះគ្រូចាតិកាវត្តពេលនេះគ្រូសូត្រស្ដាំឆ្វេងព្រះសង្ឃព្រមទាំងលោកម្ចាស់គណៈកម្មការបងនាយកសាលាព្រមទាំងលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាវត្តពាននេះបាននាំនៅតីយទានជូនដល់បងវីរៈកងទ័ពជួរមុខដែលមានអង្គចំនួន200 គីឡូទឹកបរិសុទ្ធចំនួន18 កែសភេសជ្ជៈចំនួន2 កែសទឹកត្រីចំនួន2 យួរទឹកស៊ីអ៊ីវចំនួន2 យួរខ្នោ1 ផ្លែនិងបច្ច័យចំនួន20,000 រៀលជូនដល់បងវីរៈកងទ័ពអំណោយទាំងនេះគឺកើតចេញអំពីសទ្ធាជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទទីចិត្តទីឆ្ងាយដែលបានចូលរួមជាមួយនឹងអាត្មាភាពហើយក៏ជាអំណោយរបស់បងនាយកសាលាបឋមសិក្សាវត្តពីនេះរួមជាមួយលោកគ្រូអ្នកគ្រូសាសានុសិស្សទាំងអស់ដែលបានចូលរួមជាមួយនឹងអាត្មាភាពឥឡូវនៅថ្ងៃនេះក៏បានប្រគល់ជូនដល់បងវីរៈកងទ័ពជួរមុខសូមឲ្យបងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះអង្គនិងនាយកសាលាពាននេះព្រមទាំងលោកគ្រូអ្នកគ្រូបាទគណៈកម្មការទាំងអស់និងលោកមេឃុំក៏បានជើញមកដែរបាទអូននេះបាទអញ្ចឹងខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុតក្នុងនាមខ្ញុំជាកងទ័ពជួរមុខបាទសូមថ្លែងអស់ពីដួងចិត្តដែលបានបរិច្ចាគអំណោយផ្ទាល់ខ្លួនដូចជាក្រុមការងារ32ហ្នឹងគឺថាបានបរិច្ចាគជូនមកដល់ខ្ញុំសូមថ្លែងអំណរគុណសូមជូនពរសូមប្រសិទ្ធពរជ័យជូនដល់អស់លោកនាយកសាលាបងមេឃុំនិងគណៈកម្មការនឹងព្រះអង្គផ្ទាល់សូមឲ្យបានសេចក្តីសុខនិងជូនពរឲ្យសម្រេចនៅបំណងអ្វីដែលពងប្រាថ្នានោះសូមឲ្យបានសម្រេចដូចបំណងប្រាថ្នាបាន